របៀបដុតមាន់កូកាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ពុកម៉ែបងប្អូនសាច់មាន់ពេលដុតទៅនៅរាងស្វិតល្អត្រូវជាមួយនឹងទឹកជ្រលក់ទឹកត្រីកោះកុងពុកម៉ែបងប្អូននឹងខ្ញុំមានជាមួយនឹងរ៉ូឌីប៊ីចេងហើយនឹងអំបិលសបន្តិចគល់គ្រៃល្ក្រូចហើយនឹងខ្ទឹមសពីរមើមហើយនឹងប្រេងខ្យងនេះគឺជាកូកានឹងខ្ញុំដាក់ចំនួន1ចំនួន330អំបិលណាពុកម៉ែបងប្អូនចំណែកមាន់នឹងខ្ញុំមាន1មាន់ពងពុកម៉ែបងប្អូនប៉ុន្តែនាងខ្ញុំមិនដាក់ទាំងអស់ទេដោយសារតែនាងខ្ញុំមានតែ2នាក់អញ្ចឹងទេនាងខ្ញុំដាក់តែពាក់កណ្ដាលទេពុកម៉ែបងប្អូននាងខ្ញុំយកមកតម្រៀបមកមានជើងមានកោះមានថ្លើមហ្នឹងស្លាបនាងខ្ញុំដុតមកល្មមញ៉ាំទេហើយនឹងកំភ្លើខ្ញុំយកតម្រៀបមកគ្រឿងនេះគឺជាកសំប៉ងដើម្បីនាងខ្ញុំយកទៅដុតកូកាហ្នឹងពុកម៉ែបងប្អូនមួយមុខបន្តិចហ្នឹងឡើងកន្លះឆ្នាំងបាត់ហើយនេះខ្ញុំដាក់គ្រឿងបន្ថែមមានដូចជាគល់គ្រៃហើយនឹងស្លឹកក្រូចខ្ទឹមសរ៉ូឌីហ្នឹងពុកម៉ែបងប្អូននេះគឺស្ករសបន្តិចអំបិលហើយនឹងប្រេងខ្យងពុកម៉ែបងប្អូនយើងធ្វើការកូរវាស្ករដាក់តែបន្តិចបានហើយដោយសារតែកូកាយើងរៀងផ្អែមហើយណាខ្ញុំធ្វើការកូរវាឲ្យសព្វចំនួន3ទៅ4នាទីដើម្បីឲ្យមាន់យើងចូលជាតិល្អជាមួយគ្រឿងដែលយើងដាក់មាញ់ហ្នឹងឥឡូវនេះនាងខ្ញុំធ្វើការរៀបចំដុតហើយពេលនេះខ្ញុំដាក់គ្រឿងកូរជាមួយសាច់មាន់ឲ្យចូលហើយបានចាំយើងដាក់កូកាឥឡូវនេះខ្ញុំដាក់ដុតវាប្រហែលជា4-5នាទីហើយពុកម៉ែបងប្អូនយើងធ្វើការកូរវាតិចមកឥឡូវឡើងឈ្ងុយមែនតើខ្ញុំធ្វើការបន្ថែមជាមួយនឹងស្ពៃក្តោបពុកម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូនមានជាមួយនឹងទីយងចេកអីហ្នឹងយើងអាចដាក់បានកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុន្តែសម្រាប់នាងខ្ញុំដាក់ជាមួយនឹងស្ពៃក្តោបចូលចិត្តស្ពៃក្តោបពេលយើងដាក់ស្ពៃក្តោបទៅមានរសជាតិឆ្ងាញ់មែនតើឥឡូវនេះមាន់របស់នាងខ្ញុំបានឆ្អិនហើយពុកម៉ែបងប្អូនមើលទៅតំណងឆ្ងាញ់មែនតើជាមួយនឹងទឹកត្រីកោះកុងយើង